ជំរាបសួរបាទពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាទៀតហើយពាក់ព័ន្ធជាមួយនឹងទ្វារមូលប្រើមកទៅបញ្ជាតេឡេទ្វារមូលនេះផងដែរគឺយើងប្រើស្លឹកទ្វារកម្រាស់ម៉ាលីហើយភ្ជាប់ជាមួយនឹងម៉ូទ័រជប៉ុនដាច់ភ្លើងក៏យើងនឹងប្រើបានធម្មតាហើយទីតាំងនេះផងដែរគឺខ្ញុំបាទធ្វើការដំឡើងជូនបងប្រុសនៅខាងខេត្តកំពង់ធំឥឡូវយើងធ្វើការដំឡើងរួចរាល់ 100% ហើយខាងសិប្បកម្មហ្វីលមូមានជ័យយើងខ្ញុំក៏មានសិប្បកម្មដូចជាលោកដុំនឹងរៀបដំឡើងទ្វារមូលប្រើទីងដៃនិងប្រើម៉ូទ័របញ្ជាតេឡេគ្រប់ប្រភេទនិងលោកដុំនឹងរៀបដំឡើងម៉ូទ័រទ្វាររបងបញ្ជាតេឡេគ្រប់ប្រភេទនិងមានលោកដុំនឹងរៀបដំឡើងសម្រាប់គ្រប់វ័យទ្វាររត់ដាច់រនាបនិងមានសេវាកម្មជួសជុលទ្វាររមូល24ម៉ោងសម្រាប់នៅក្នុងទីក្រុងភ្នំពេញនិងមានលក់ដំឡើង25ខេត្តក្រុងផងដែរបើសិនជាពុកម៉ែបងប្អូនមានតម្រូវការពាក់ព័ន្ធជាមួយនឹងទ្វាររមូលកុំភ្លេចណាតាក់ទងមកខាងសេវាកម្មហ្វីលមូមានជ័យយើងខ្ញុំមានសេវាកម្ម25ខេត្តក្រុងនិងសេវាកម្មរហ័សទាន់ចិត្តតម្លៃសមរម្យនិងមានការធានាត្រឹមត្រូវអរគុណច្រើន